ចំពុកដែលបង្ហាញពីចំណុចរបត់នៃប្រវត្តិសាស្ត្រអ៊ីស្លាមជាញឹកញាប់នៅពេលដែលទ្វារនៅលើផែនដីទាំងអស់ហាក់បីដូចជាត្រូវបានបិទហើយការឈឺចាប់បានឈានដល់កម្រិតកំពូលនោះហើយគឺជាពេលដែលអល់ឡោះបើកទ្វារនៃឋានសួគ៌និងជ័យជំនះដែលយើងនឹកស្មានមិនដល់នៅឆ្នាំទី5នៃភាពជាព្យាការីការធ្វើទរណកម្មលើអ្នកមូស្លីមបានឈានដល់កម្រិតដែលមិនអាចទ្រាំទ្របានព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំដែលមានក្តីមេត្តាចំពោះអ្នកដើរតាមរបស់ខ្លួនបានសម្រេចចិត្តឲ្យពួកគេស្វែងរកជម្រកថ្មីមូលហេតុដែលជ្រើសរើសអាប៊ីសេណៃលោកបានមានប្រសាសន៍ថាចូលទៅកាន់ទឹកដីនៃអាប៊ីសេណៃចុះព្រោះនៅទីនោះមានស្ដេចមួយអង្គមិនដែលអនុញ្ញាតឲ្យនរណាម្នាក់ត្រូវបានគេជិះជាន់នៅក្នុងទឹកដីរបស់លោកឡើយក្រុមដំបូងដែលមានគ្នា15នាក់មានប្រុស11នាក់និងស្ត្រី4នាក់រួមទាំងលោកអ៊ុស្មានប៊ិនអាហ្វាននិងភរិយារបស់លោកគឺរូគីយ៉ាកូនស្រីរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំក៏បានធ្វើដំណើរនៅក្នុងនោះដែរពួកគេបានចាកចេញពីទីក្រុងម៉ាកាសទាំងយប់ឆ្ពោះទៅកាន់សមុទ្រក្រហមបន្ទាប់មកពួកកូរ៉ូសខឹងយ៉ាងខ្លាំងហើយបានបញ្ជូនទូតម្នាក់ឈ្មោះអាំប៊ិនអាល់អើសដែលពេលនោះគឺមិនទាន់ចូលអ៊ីស្លាមយកដង្វាយមាសប្រាក់ទៅច្រើនសូប៉ាន់លើស្ដេចណាជីស៊ីដើម្បីសុំនាំខ្លួនអ្នកមូស្លីមត្រឡប់មកវិញបន្ទាប់មកស្ដេចណាជីស៊ីដែលជាអ្នកកាន់សាសនាគ្រិស្តមិនបានប្រគល់ខ្លួនអ្នកមូស្លីមភ្លាមៗនោះទេប៉ុន្តែលោកបានសាកសួរនៅសំណួរខ្លះៗដោយលោកចាក់ហ្វារបងប្រុសរបស់អាលីបានក្រោកឈរឡើងហើយនិយាយយ៉ាងអង់អាចថាបាទកាលពីមុនយើងជាមនុស្សល្ងងខ្លៅថ្វាយបង្គំរូបសំណាកស៊ីសាច់ស្លាប់ធ្វើអំពើអបាយមុខផ្សេងនិងក្បត់គ្នាឯងប៉ុន្តែអល់ឡោះបានបញ្ជូនអ្នកនាំសារម្នាក់មកគាត់បានឲ្យយើងនិយាយពាក្យពិតរក្សាសន្យានិងគោរពចំពោះអល់ឡោះតែមួយគត់នៅពេលស្ដេចណាជាស៊ីសុំឲ្យសូត្របន្ទូលរបស់អល់ឡោះលោកចាហ្វារបានសូត្រនៅសូរ៉ាម៉ារីយ៉មនៅពេលស្ដេចណាជាស៊ីបាននឹងលោកសង្ឃនៅទីនោះបានឮរឿងរ៉ាវអំពីលោកស្រីម៉ារីយ៉មនិងព្យាការីអ៊ីសាអាឡៃហ៊ីសាឡាមពួកគេបានយំរហូតដល់សើមពុកមាត់ហើយស្ដេចណាជាស៊ីក៏បានមានប្រសាសន៍ថាពិតប្រាកដណាស់ពាក្យពេចន៍នេះនិងអ្វីដែលយេស៊ូនាំមកគឺចេញពីប្រភពពន្លឺតែមួយស្ដេចក៏បានបដិសេធមិនប្រគល់ខ្លួនអ្នកមូស្លីមទៅឲ្យវិញនោះទេហើយក៏បានផ្ដល់ជម្រកដោយសុវត្ថិភាពបំផុតជូនអ្នកមូស្លីមបន្ទាប់ពីព្រឹត្តិការណ៍នោះមកគឺព្រឹត្តិការណ៍ឆ្នាំនៃសេចក្តីសោកសៅ10ឆ្នាំបន្ទាប់ពីក្លាយជាព្យាការីគឺជាឆ្នាំដែលខ្មៅបំផុតសម្រាប់បេះដូងរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះលោកបានបាត់បង់អ្នកពឹងផ្អែកពីរធំគឺទី1មរណភាពរបស់អាប៊ូតឡប់គឺជាអ៊ំប្រុសដែលជាខែការពាររបស់លោកនៅខាងក្រៅអាប៊ូតឡប់បានការពារក្មួយប្រុសអស់ពីកម្លាំងកាយចិត្តពីពួកកូរ៉ូសរហូតដល់ថ្ងៃចុងក្រោយរបស់លោកទោះបីជាលោកស្រឡាញ់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែនៅពេលដែលលោកចិត្តស្លាប់លោកមិនបាននិយាយពាក្យឬក៏សូត្រកាលីម៉ាសាហាដានោះឡើយដោយសារតែខ្លាចការមើលងាយពីពួកកូរ៉ូសនេះគឺជាការឈឺចាប់បំផុតសម្រាប់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំជាមួយនឹងការស្លាប់របស់អាប៊ូតាឡឹបនេះដែរខាងផ្នែកការពារផ្នែកខាងក្រៅរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំគឺត្រូវបានបាត់បង់បន្ទាប់មកគឺមរណភាពរបស់លោកស្រីខឌីចាដែលជាភរិយាជាទីបង្អែកផ្នែកដួងចិត្តរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាំបន្ទាប់ពីអាប៊ូតាឡឹបស្លាប់បានតែរយៈពេល2ឬ3ខែតែប៉ុណ្ណោះភរិយាដ៏វិសុទ្ធរបស់លោកគឺលោកស្រីខឌីចាបានលាចាកលោក
ដោយគាត់គឺជាមនុស្សដំបូងដែលបានជឿជាក់លើព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយក៏ជាមនុស្សដែលលួងលោមលោកនៅពេលដែលលោកមានការភ័យខ្លាចហើយក៏ជាមនុស្សដែលចំណាយទ្រព្យសម្បត្តិទាំងអស់ដើម្បីអ៊ីស្លាមព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្លាប់បានមានប្រសាសន៍ថានាងបានជឿលើខ្ញុំនៅពេលដែលមនុស្សគ្រប់គ្នាប្រឆាំងនឹងខ្ញុំនាងបានផ្ដល់ទ្រព្យសម្បត្តិឲ្យខ្ញុំនៅពេលដែលគេបានបដិសេធចំពោះខ្ញុំបន្ទាប់ពីព្រឹត្តិការណ៍នោះមកគឺជាលទ្ធផលនៃសេចក្តីសោកសៅគឺការធ្វើបាបកាន់តែខ្លាំងទៅលើព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅពេលដែលគ្មានអាប៊ូតាឡិបនិងលោកស្រីខឌីចាពួកកូរ៉ាសកាន់តែបានចិត្តពួកគេបានចាប់ផ្ដើមធ្វើបាបព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដោយផ្ទាល់រហូតដល់មានម្នាក់យកដីមកចាក់លើក្បាលរបស់លោកបានត្រឡប់ទៅផ្ទះវិញទាំងដីពេញក្បាលហើយកូនស្រីរបស់លោកហ្វាទីម៉ាស់បានយំខណៈពេលលាងដីឲ្យលោកបានលួងលោមកូនស្រីរបស់លោកថាកុំយំអីកូនសម្លាញ់អល់ឡោះនឹងការពារឪពុករបស់កូនដោយសារតែសម្ពាធនៅទីក្រុងម៉ាកាសខ្លាំងពេកលោកក៏សម្រេចចិត្តដើរចាកចេញទៅកាន់ទីក្រុងតអេហ្វដើម្បីស្វែងរកជំនួយប៉ុន្តែអ្វីដែលលោកជួបនៅទីនោះគឺជាការឈឺចាប់ដែលមិនដែលជួបពីមុនមកក្នុងឆាកជីវិតរបស់លោករឿងរ៉ាវនៅក្នុងទីក្រុងតាអេហ្វគឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំងនៅក្នុងជីវប្រវត្តិរបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងរៀបរាប់ពីការឈឺចាប់នៅទីក្រុងតាអេហ្វដែលលោកត្រូវបានគេដេញគប់នឹងថ្មរហូតហូរឈាមពេញស្បែកជើងរបស់លោកនៅក្នុងវគ្គនេះយើងសូមស្លេះតែប៉ុណ្ណេះប្រសិនបើបងប្អូនចង់ដឹងនៅរឿងរ៉ាវបន្តទាក់ទងជាមួយនឹងដំណើរជីវិតដ៏អស្ចារ្យរបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអាចតាមដានពួកយើងនៅក្នុង page Muslim Open Studio និងធ្វើការ follow ដើម្បីរងចាំមើលនៅវីដេអូបន្ទាប់ហើយប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូននិងអ្នកដទៃទៀតអាចធ្វើការចែករំលែកទៅកាន់ពួកគាត់ដើម្បីជាផលបុណ្យទាំងអស់គ្នាអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះតាឡាវ៉ាបារកាតុហ៍